តោះសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីការប្រើប្រាស់ទៅលើប្រភេទ Pearl Maker E14 អញ្ចឹងឥឡូវយើង unboxing ទាំងអស់គ្នាហ្មងទៅលើប្រភេទ Pearl ហ្នឹងហើយប្រភេទនេះក្នុងប្រអប់របស់វាមកជាមួយនឹងសភៅណែនាំជាមួយនឹងខ្សែសាកហើយ accessory មួយចំនួនទៀតដែលនៅក្នុងប្រអប់នេះដូចជាខ្សែផ្សេងៗហើយសម្រាប់ប្រភេទ Pearl មួយហ្នឹងគឺវាប្រើបាន2 function អាចប្រើខ្លីក៏បានអាចប្រើវែងក៏បានដែរអាចប្រើថ្មខ្លីក៏បានប្រើថ្មវែងក៏បានដែរវាអាចដូរតួខាងក្រោយនេះបានណាហើយសម្រាប់ការដែលបើក Pearl ហ្នឹងដំបូងហ្មងគឺយើងគ្រាន់តែចុចវាមក click បែបហ្នឹងមកវាគឺវាភ្លឺហើយបើបងចង់ប្រើប្រភេទជា turbo របស់វាហ្មងចុច2 click វានឹងចេញជា turbo មកហ្មង2 click ហ្នឹងបងហើយថ្មរៀងខ្សោយបន្តិចចុចវា2 click មកគឺ turbo យកហ្មងអញ្ចឹងបើសិនជាបងចង់ប្រើប្រមុខងារ moonlight ពេលដែលបិទអញ្ចឹងបងចុច hold វាឲ្យជាប់អញ្ចឹងមកពលឺវារៀងខ្សោយបន្តិចហើយយើងអាចដូរវាទៅតាមនឹងបានចុចវារៀងខ្សោយចឹងមកហើយ hold វាជាប់មកចង់តម្លាក់ពលឺចង់តម្លើងពលឺអីគ្រាន់តែចុចវាមកប៉ះប៉ុណ្ណឹងហើយចុច hold វាប៉ុណ្នេះឲ្យជាប់មកគឺតម្លើងតម្លាក់អីវាតម្លាក់ខ្លួនឯងអូតូមកស្រឡាញ់ទៅលើពលឺមួយណាប្រើពលឺមួយហ្នឹងបានតែបើ turbo គឺ double click មកវាចូល turbo ហើយនេះ turbo ហើយបើចង់ឲ្យវាប្រើមុខងារ stroke បងគ្រាន់តែចុចវា3 click ឲ្យលឿនមកគឺវា stroke យកមកអញ្ចឹងសម្រាប់ការប្រើប្រាស់របស់ Pearl ហ្នឹងគឺមានតែប៉ុណ្្នឹងឯង